មានប្អូនស្រីម្នាក់គាត់comment ចូលមកក្នុង Facebook page របស់ខ្ញុំគាត់និយាយអំពីការប្រើប្រាស់ថ្នាំ amitriptyline ហើយនិង diazepam គាត់បញ្ជាក់ទាំងដូសទៀតគាត់បើដែរ amitriptyline 25 mg ហើយនិង diazepam 5 mg ជំងឺដែលគាត់មានគឺជំងឺស្រូវមែនតើខ្ញុំចង់យកព័ត៌មានអំពីការយកថ្នាំពីរហ្នឹងយកមកប្រើក្នុងការព្យាបាលជំងឺស្រូវមែនតើបើយើងនិយាយពី combination នៃការបូកបញ្ចូលគ្នារវាងថ្នាំពីរហ្នឹងយកព្យាបាលជំងឺស្រូវនៅប្រទេសដែលគេមានធនធានច្រើនគេអត់សូវយកពីរហ្នឹងមកប្រើទេដោយសារសិទ្ធិភាពរបស់វាគឺនៅឆ្ងាយមែនតើពីភាពធូរស្រាលរបស់អ្នកជំងឺហើយភាគច្រើនអ្វីអ្នកជំងឺទទួលបានគឺអាចថាវាទៅខាងអង្គុយគេងច្រើនជាងបានផលជាមួយនឹងការព្យាបាលជំងឺភ័យជំងឺខ្លាចឬជំងឺស្រើកហ្នឹងអញ្ចឹងដើម្បីយើងយល់កាន់តែច្បាស់ខ្ញុំនឹងយកថ្នាំមួយយកមកបកស្រាយឲ្យអ្នកទាំងអស់គ្នាយល់អញ្ចឹងខ្ញុំយក diazepam ខ្ញុំមកនិយាយមុន diazepam គឺជាថ្នាំមួយនៅក្នុងក្រុម benzodiazepine ថ្នាំហ្នឹងគេរកឃើញក្នុងអំឡុងឆ្នាំ1900ចិត្តជាងការចំនួនឆ្នាំចិត្តជាងហ្នឹងថ្នាំហ្នឹងគឺគេយកមកប្រើទៅឃើញថាអ្នកជំងឺបាត់ភ័យបាត់ខ្លាចហើយមួយរយៈពេលដំបូងគឺអ្នកមិនអ្នកជំងឺគឺគ្រូពេទ្យដែលឲ្យហ្នឹងគឺសុបាយចិត្តអូថ្នាំហ្នឹងដូចជាថ្នាំទឹកចឹងប្រើទៅបាត់ភ័យលឿនឲ្យទៅស្អែកឡើងគឺធូរតែម្ដងឬក៏ថ្នាំប្រភេទខ្លះឲ្យទៅល្ងាចឡើងគ្រាន់បើចឹងទៅប៉ុន្តែពីអង់គ្លេសគេហៅ short live បើន័យថាម៉េចថ្នាំហ្នឹងប្រើទៅធូរតែមួយផ្លែទេធូរហើយពេលដែលកាន់តែប្រើយូរទៅប្រសិទ្ធភាពវាធ្លាក់ទៅអញ្ចឹងយូរទៅត្រឹមមួយខែឬក៏2ខែអីអញ្ចឹងអ្នកជំងឺហ្នឹងគឺភាពធូរស្រាលឬក៏ជំងឺភ័យជំងឺខ្លាចស្រើហ្នឹងនឹងមកវិញអាហ្នឹងគឺដោយធម្មជាតិនៃថ្នាំហ្នឹងគឺអញ្ចឹងដោយសារសកម្មភាពរបស់វាទៅសារធាតុគីមីគូក្បាលមួយយ៉ាងគេហៅថា GABA កន្លែងហ្នឹងគឺពេលដែលថ្នាំហ្នឹងវាទៅជំរុញ GABA ហ្នឹងឲ្យធ្វើការច្រើនវាធ្វើឲ្យយើងស្ងប់ធ្វើឲ្យយើងគេងស្រួលអីស្រួលអញ្ចឹងប៉ុន្តែបញ្ហាដែលសំខាន់គឺវាធ្លាក់ប្រសិទ្ធភាពចំណុចមួយទៀតឥឡូវឧទាហរណ៍បើយើងធ្លាក់អ្នកជំងឺធ្លាក់ប្រសិទ្ធភាពគាត់អាចដកថ្នាំហ្នឹងបានវិញថ្នាំហ្នឹងនឹងជាប់មួយខ្លួនគាត់នៅហ្នឹងអញ្ចឹងហើយគឺជាបញ្ហាធំរបស់គ្រូពេទ្យក្រោយៗមកនេះគឺគេមានការណែនាំកុំឲ្យប្រើថ្នាំហ្នឹងឲ្យច្រើនលើកលែងតែលក្ខខណ្ឌចាំបាច់ឬក៏ប្រើតែពេលខ្លីក៏មួយខែឬក៏2ខែអីចឹងទៅអញ្ចឹងតាក់ទងមួយ diazepam ដោយឡែក amitriptyline គឺជាថ្នាំមួយដែលរកឃើញក្នុងអំឡុងឆ្នាំ1945កាលហ្នឹងចេះការជំនាន់ហ្នឹងមិនទាន់មានថ្នាំដែលមានភាពទាន់សម័យក្នុងការយកមកប្រើទៅលើជំងឺធ្លាក់ទឹកចិត្តអន្តរអារម្មណ៍នេះមុនថ្នាំ amitriptyline គេមានក្រុមថ្នាំមួយគេហៅថា monoamine oxidase inhibitor ពាក្យពេទ្យបើគេហៅកាត់គេហៅម៉ៅអាយអ្នកនរគ្នាមិនបាច់ទៅចង់ស្គាល់ថ្នាំហ្នឹងឯងមែនតើថ្នាំនេះជាថ្នាំដែលមិនល្អទេក្នុងការយកមកប្រើដោយសារថ្នាំហ្នឹងវាអ្នកដែលប្រើថ្នាំហ្នឹងហើយគឺមិនអាចយកថ្នាំផ្សេងទៀតមកប្រើបានទេព្រោះដោយសារវាមានប្រតិកម្មខ្លាំងហើយចំណុចមួយទៀតគឺអាហារអត់អាចញ៉ាំអាហារអីបានទេអាហារដែលមានជាតិសណ្ដែកគឺនឹងប្រតិកម្មជាមួយថ្នាំហ្នឹងអញ្ចឹងដោយសារវិទ្យាសាស្ត្រជំនាន់ហ្នឹងវាអត់សូវទាន់សម័យអញ្ចឹងថ្នាំដែលការសិក្សាស្រាវជ្រាវក៏វាមិនទាន់សម័យតាមហ្នឹងដែរក្រោយមកទៀតមកគេឃើញ amitriptyline ហ្នឹងបន្ទាប់ពីថ្នាំម៉ៅអាយហ្នឹង amitriptyline ការដែលប្រើទៅឃើញរៀងធូរគ្រាន់បើប៉ុន្តែដូសដែលប្រើទៅធូរគឺមិនមែនដូស25 mg ទេគឺដូស50ទៅ70 mg ក្នុងមួយថ្ងៃអញ្ចឹងចង់ឲ្យអ្នកជំងឺធូរតប្រើដល់ដូសហ្នឹងប៉ុន្តែ amitriptyline មានចំណុចខ្វះខាតច្រើនដែរទី1គឺពេលដែលប្រើច្រើនទៅគឺ sedate គឺងុយពេកធ្វើការអត់កើតទេទី2អាចឡើងគីឡូទី3អាចស្ងួតមាត់ទី4អាចពិបាកបត់ជើងទី5អ្នកជំងឺហ្នឹងគឺត្រូវមានសុខភាពល្អពីជំងឺបេះដូងក៏អត់ត្រូវមានបញ្ហាតែមានបញ្ហាប្រើទៅគឺវានឹងធ្វើឲ្យចង្វាក់បេះដូងហ្នឹងគឺអត់ល្អហើយចំណុចមួយទៀតដែលសំខាន់មនុស្សប្រុសចាស់វាអ្នកដែលមានរីកកពេញប្រូស្តាតប្រើទៅនឹងគាំងនោមអត់ចេញហើយដោយសារភាពខ្វះចន្លោះហ្នឹងហើយបានជំនាន់ក្នុងឆ្នាំ1980គេមានក្រុមថ្នាំថ្មីមួយគេហៅ SSRI
SRI ហ្នឹងគឺមិនមែនជាថ្នាំដែលមានជាតិអងុយទេវាទៅត្រង់តែម្ដងទៅលើសារធាតុគីមីខួរក្បាលដែលតកតងជាមួយនឹងបញ្ហាភ័យខ្លាចគឺសេរ៉ូតូនីនអញ្ចឹងក្រោយមកទៀតមកគឺគេនិយមប្រើពួកក្រុមចុងក្រោយហ្នឹងច្រើនដែលឡែកចុះហេតុអីបាននៅមានការប្រើប្រាស់អាមីត្រីកូលីនហើយដែលអាសេប៉ាម5មីលីក្រាមដូចក្នុងសេណារីយ៉ូនេះអញ្ចឹងមែនតើវាមិនមែនអវិជ្ជមានទាំងស្រុងទេមានភាគរយតិចដែរអ្នកខ្លះ10នាក់អាចមានម្នាក់ទៅ2នាក់ដែរដែលប្រើអាមីត្រីកូលីននោះបានផលអាចដោយសារលក្ខខណ្ឌពិសេសអីអញ្ចឹងលក្ខខណ្ឌមួយទៀតតម្លៃវាគឺធូរថ្លៃអត់សូវថ្លៃប៉ុន្មានទេអ្នកជំងឺអាចថាចំណាយមិនសូវច្រើនទេចំពោះអ្នកដែលធនធានយើងអត់សូវមានអីអញ្ចឹងអាចចំណាយតិចប៉ុន្តែគាត់ថាអ្វីដែលបានមកវិញគឺអត់សូវជាប្រកែទេប៉ុន្តែគាត់ថាបើសិនជាយើងនៅតំបន់ឬក៏ធនធានយើងវាអត់សូវមានអាចនឹងប្រើមួយរយៈសិនទៅបើសិនជាមិនធូរអាចធ្វើអីល្អជាងនឹងអីចឹងចំណុចមួយទៀតក្រុមថ្នាំដែលថ្មីជាងនឹងគឺទាមទារឲ្យបទពិសោធន៍និងចំណេះដឹងគ្រូពេទ្យរៀងខ្លាំងតិចបើអាចយកក្រុមថ្នាំ SSRI យកមកប្រើបានព្រោះម្នាក់ប្រើទៅគឺបានផលផ្សេងគ្នាអញ្ចឹងតើយើងត្រូវបត់បែនដេញតាមអញ្ចឹងអាមីត្រីកូលីនដែលអាសេប៉ាមិនសូវជាទាមទារ skill ឬក៏ជំនាញគ្រូពេទ្យអីខ្លាំងទេប៉ុន្តែក៏ការប្រើប្រាស់ក៏ត្រូវមានការប្រុងប្រយ័ត្នគួរសមដែរដូចខ្ញុំនិយាយមុនអញ្ចឹងមនុស្សផុសចាស់ត្រូវប្រយ័ត្នអ្នកដែលមានជំងឺបេះដូងក៏ត្រូវប្រយ័ត្នដែរអញ្ចឹងបកមកវិញមកខ្ញុំគិតថាការប្រើប្រាស់ថ្នាំហ្នឹងគឺបើយើងនិយាយទៅគេហៅថាអាចមួយគេងគឺល្អប៉ុន្តែមួយស្រើតអាចថាមិនសូវបានផលទេអញ្ចឹងបើសិនជាយើងប្រើប៉ុណ្ណឹងប៉ុន្តែខ្ញុំសូមបើកបង្កញ្ចក់បន្តិចខ្ញុំឆ្ងល់តែមួយហេតុអីបានអ្នកខ្លះគាត់យកតែអាសេប៉ាមខ្ញុំអត់ដាក់ត្រាំត្រែងអញ្ចឹងរាប់ខែរាប់ឆ្នាំដែលមែនតើយើងមិនគួរធ្វើអញ្ចឹងឯងគាត់បីតែប្រើខ្លីឲ្យដកប៉ុន្តែក៏លោកគេមានលក្ខខណ្ឌពិសេសអីគេឬក៏អ្នកជំងឺគាត់ជាប់ថ្នាំនឹងពីមុនមកអីអញ្ចឹងដែលយើងដកអត់បានអីអញ្ចឹងអូខេចឹងបកមកវិញបើយើងប្រើប៉ុណ្ណឹងទៅធូរអាចប្រើសិនបើធ្វើអត់ធូរយើងអាចតាក់ទងទៅគ្រូពេទ្យយើងស្វែងរកការព្យាបាលណាថ្មីដែលអាចល្អជាងនឹងឬក៏គ្រាន់បើជាងនឹងអីចឹងទៅអូខេចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសង្ឃឹមថាជាបទពិសោធន៍ខ្លះចំពោះការប្រើប្រាស់ថ្នាំតាក់ទងជាមួយនឹងបញ្ហាភ័យបញ្ហាខ្លាចឬក៏បញ្ហាគេអញ្ចឹងសូមអរគុណសូមជម្រាបលា